នេះគឺជាខពពែដែលជាមីនុយថ្មីពុកម៉ែបងប្អូនណាខ្លះដែលស្គាល់ហាងខកូខ្មែរសរិនដែលនៅចាំមុខអ៊ំប្រុសបានដែលគាត់ទើបតែអាប់ដេតមីនុយថ្មីជាប្រភេទខពពែហើយខាងនេះគឺជាជំរឿសាច់មានច្រើនជំរឿតែម្ដងអ្វីដែល Twister ចាប់អារម្មណ៍នៅទីនេះគឺខពពែរបស់គាត់បកកែធ្វើគឺនៅពេលដែលយើងញ៉ាំទៅអត់មានធំក្លិនឆ្អេះធំក្លិនពពែទេនៅពេលដែលយើងញ៉ាំគឺមានអារម្មណ៍ថាស្និទ្ធមាត់ថាពុកម៉ែបងប្អូននៅចាំហាងខកូខ្មែរសរិននេះបានដែលមួយរយៈមុនហ្នឹងគឺថាល្បីហាងគាត់មែនតើហើយឥឡូវនេះគឺគាត់ទើបតែអាប់ដេតមីនុយថ្មីពុកម៉ែបងប្អូនដែលជាប្រភេទខពពែហើយសម្រាប់មីនុយខកូរបស់គាត់ហ្នឹងគឺថានៅតែមានដូចដើមអញ្ចឹងណាសម្រាប់មួយដែលធ្លាប់បានទៅញ៉ាំនៅទីតាំងមួយកន្លែងនេះគឺប្រកាសជាបានស្គាល់រសជាតិគាត់ច្បាស់ហើយ Twister ក៏បានសាកសួរបញ្ជាក់ដែរសម្រាប់ខកូហ្នឹងគឺជាប្រភេទគោខ្មែររបស់យើងតែម្ដងគាត់អត់មានយកមកពីខាងណាទេជាប្រភេទគោខ្មែរដែលគាត់ទិញពីសាសនាអ៊ីស្លាមអញ្ចឹងពុកម៉ែបងប្អូនហើយសម្រាប់ទឹកស៊ុបខកូរបស់គាត់នេះគឺថាដួសចេញមកក្លិនគេឡើងឈ្ងុយតែម្ដងបើងាកទៅជំរឿសាច់វិញគឺគាត់មានច្រើនប្រភេទច្រើនជំរឿពុកម៉ែបងប្អូនគាត់មានទាំងជាប្រភេទសាច់បាំងសាច់ថ្ពាស់គោក៏ដូចជាឆ្អឹងកតុយគោណាហើយនេះគឺអ៊ំប្រុសគាត់បានប្រាប់ Twister គឺសិតតែលើកដៃហ្មងគាត់ថាគាត់ប្រើតែជាប្រភេទគោខ្មែរទេគាត់មានយកគោមកពីខាងណាទេអញ្ចឹងសម្រាប់មួយដែលធ្លាប់ទៅញ៉ាំនៅកន្លែងគាត់អីហ្នឹងគឺដឹងហើយបើថាទឹកស៊ុបវិញឡើងឈ្ងុយហើយសុទ្ធតែសាច់តែម្ដងហើយថ្ងៃនេះគឺថា Twister កំង3ប្រភេទជាប្រភេទស៊ុបគោស៊ុបពពែក៏ដូចជា phở ទឹកខ្មៅដែលកន្លងមកយើងធ្លាប់តែឮមីសួរទឹកខ្មៅទេប៉ុន្តែនៅទីនេះគឺគាត់ច្នៃចេញជា phở ទឹកខ្មៅពុកម៉ែបងប្អូនហើយសម្រាប់ចានដំបូងនេះគឺជាប្រភេទស៊ុបគោដែល Twister ជ្រើសរើសយកជាប្រភេទមីដុំដាក់នៅខាងក្នុងហ្នឹងណាហើយសាច់គោរបស់គាត់វិញគឺថាឡើងផុយតែម្ដងគឺគាត់រងាស់ឡើងផុយអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺឆ្ងាញ់ទទួលបានរសជាតិឆ្ងាញ់ហើយយើងដាក់ទឹកជ្រលក់ដាក់អីចេះមកគឺថាបកកានរសជាតិតែម្ដងហើយសម្រាប់ជាប្រភេទស៊ុបពពែរបស់គាត់វិញគឺដូច Twister និយាយនៅខាងដើមអញ្ចឹងអ្វីដែល Twister ចាប់អារម្មណ៍គឺគាត់បកកែធ្វើអត់មានធំក្លិនឆ្អេះធំក្លិនសាពពែទេពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលយើងញ៉ាំស្និទ្ធមាត់ណាហើយសម្រាប់ទីតាំងដែល Twister ទៅនេះគឺនៅខាងវាស្បូវដែលជាសាខាថ្មីមួយទៀតក៏ទើបតែបើកពុកម៉ែបងប្អូនអញ្ចឹងកុំភ្លេចទៅគាំទ្រផងហើយខាងនេះគឺជាប្រភេទphở ទឹកខ្មៅរបស់គាត់ហ្នឹងគាត់មានដាក់ជាមួយនឹងសាច់គោស្រស់បែបនេះដាក់ជាមួយនឹងប្រហិតហើយយើងដាក់ជាមួយនឹងទឹកជ្រលក់បែបនេះមកគឺរសជាតិមួយយ៉ាងហើយសម្រាប់ទឹកស៊ុបនេះវិញគឺល្មមអញ្ចឹងពុកម៉ែបងប្អូនដែលធ្លាប់បានទៅញ៉ាំហើយទទួលបានរសជាតិបែបណាអីខ្លះហ្នឹងជួយ comment នៅខាងក្រោមវីដេអូ Twister បានដឹងផងព្រោះដោយសារតែចំណង់ចំណូលចិត្តក៏ដូចជារសជាតិដែលយើងញ៉ាំហ្នឹងគឺខុសគ្នាអញ្ចឹងណាហើយសម្រាប់ទីតាំងដែល Twister ទៅនេះគឺនៅខាងវាស្បូវពុកម៉ែបងប្អូនហើយនៅថ្ងៃទី1ខែមករាឆ្នាំ2025គឺគាត់មាន promotion ពិសេសសម្រាប់ពុកម៉ែបងប្អូនដែលអញ្ជើញទៅញ៉ាំហ្នឹងគឺថាទិញមួយចានថែមមួយចាន free លើគ្រប់ម៉ឺនុយទាំងអស់តែម្ដងលើកលែងតែស៊ុបពពែណាហើយចង់ញ៉ាំនៅហាងផ្ទាល់ក៏បានឬមួយក៏ខ្ចប់យកទៅផ្ញើអ្នកផ្ទះក៏បានដែរហើយសម្រាប់នេះគឺទីតាំងលម្អិតពុកម៉ែបងប្អូនគឺស្ថិតនៅលើផ្លូវជាតិលេខ1បើសិនជាយើងជិះពីច្បារអំពៅទៅមកដល់ stop វាស្បូវនេះគឺយើងបត់ចូលតាមខ្លោងទ្វារលំនៅឋានវាស្បូវទៅត្រង់រហូតហួសក្រសួងការងារបត់ឆ្វេងចូលតាមផ្លូវ192ហ្នឹងគឺនៅទល់មុខជាមួយនឹងតារាងបារធំនឹងតែម្ដងហើយគាត់មានបើកចាប់ពីម៉ោង 10 កន្លះព្រឹករហូតដល់ម៉ោង 10 យប់ណាវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេ